ឥឡូវយើងចូលមកចំណុចទី2គឺ relationship គឺបណ្ដាញទំនាក់ទំនងតែបងប្អូនធ្លាប់ស្គាល់ទេថាហេតុអ្វីអ្នកខ្លះជោគជ័យហើយខ្លះទៀតមិនអាចហើយហេតុអ្វីអ្នកខ្លះមានសំណាងហើយខ្លះទៀតគ្មានសំណាងដោយបងប្អូនបានឃើញនេះគឺជាពាក្យសម្ដីរបស់លោក Robert T. Kiyosaki ដែលមានន័យថាមនុស្សជោគជ័យនិងអ្នកមានភាគច្រើនខិតខំកសាងបណ្ដាញនិងទំនាក់ទំនងល្អជាមួយមនុស្សជាច្រើនប៉ុន្តែអ្នកផ្សេងខិតខំតែទៅរកការងារ The richest people in the world look for and build networks. Everyone else look for work. សូមបងប្អូនពិចារណានៅពាក្យសម្ដីនេះបន្តិចហើយខ្ញុំសូមលើកឡើងម្ដងទៀតពាក្យសម្ដីរបស់ Robert T. Kiyosaki គឺមនុស្សជោគជ័យនិងអ្នកមានភាគច្រើនខិតខំកសាងបណ្ដាញនិងទំនាក់ទំនងល្អជាមួយមនុស្សជាច្រើនប៉ុន្តែអ្នកផ្សេងខិតខំតែពីរកការងារខ្ញុំមានរឿងពិចារណាមួយដែលគួរឲ្យចង់សើចជាដំបូងខ្ញុំចង់សួរបងប្អូនថាតើបងប្អូនចង់ខ្លាចជាសេដ្ឋីតែទេប្រកបណាស់ចម្លើយភាគច្រើនគឺពិតជាចង់មែនទេហើយមនុស្សជាទូទៅគឺពិតជាចង់ហើយខ្ញុំក៏ដូចគ្នាដែរអញ្ចឹងខ្ញុំសូមសួរបងប្អូនបន្តទៀតថាតើបងប្អូនមានមិត្តប្រមាណអ្នកហើយរហូតមកដល់ពេលនេះមិត្តល្អប្រមាណអ្នកមិត្តស្មោះត្រង់ប្រមាណអ្នកហើយមិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាកប្រមាណអ្នកអញ្ចឹងខ្ញុំសូមឧទាហរណ៍ថាបងប្អូនមានមិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាកចំនួន1លានអ្នកពិតជាភូតអត់សមមែនហើយរឿងពិចារណាដែលគួរឲ្យចង់សោកនោះគឺបងប្អូនគ្រាន់តែសុំម្នាក់$1ម្នាក់$1ពីមិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាកចំនួន1លានអ្នករបស់បងប្អូនទាំងនោះទៅដូច្នេះសរុបមកបងប្អូននឹងទទួលបាន$1លានហើយខ្លាចជាសេដ្ឋីដល់ងាយៗមែនទេតែវាមិនគួរឲ្យចង់សោកទេឬដើម្បីខ្លាចជាសេដ្ឋីគ្រាន់តែមានមិត្ត1លានអ្នកហើយសុំម្នាក់$1ហើយក៏អាចខ្លាចជាសេដ្ឋីប៉ុន្តែសូមបងប្អូនកុំធ្វើបែបនេះព្រោះនេះគ្រាន់តែជារឿងកំ pl ដែលខ្ញុំរត់ឡើងតែប៉ុណ្ណោះរឿងខាងលើនេះគឺខ្ញុំគ្រាន់តែចង់លើកជាឧទាហរណ៍ឲ្យងាយយល់ពីគុណតម្លៃនៃទំនាក់ទំនងមិត្តភាពនឹងមនុស្សតែប៉ុណ្ណោះគុណតម្លៃនៃទំនាក់ទំនងមិត្តភាពនឹងមនុស្សពិតជាសំខាន់និងមានប្រយោជន៍សម្រាប់ភាពជោគជ័យរបស់បងប្អូនប៉ុន្តែម្ដងទៀតសូមបញ្ជាក់ថាកុំយកទៅដល់តាមរឿងកំ pl ខាងលើនេះព្រោះវាអាចធ្វើឲ្យបងប្អូនបាត់បង់ប្រយោជន៍និងខូចប្រយោជន៍យ៉ាងធំនិងជាច្រើនដល់បងប្អូនអញ្ចឹងហេតុអ្វីមនុស្សខ្លះមានសំណាងតែខ្លះទៀតអត់មានសំណាងខ្ញុំធ្លាប់អានសៀវភៅ21 Secrets of Self-Made Millionaire របស់លោក Brian Tracy ដែលក្នុងនោះគាត់ក៏បាននិយាយអំពីការប្រតិបត្តិតាក់ទងជាមួយនឹងប្រភេទមនុស្សដែលតាមទៅសម្រាប់យើង Get around the right people ដែលវាតាក់ទងនឹងសំណាងផងដែរហេតុអ្វីមនុស្សខ្លះមានសំណាងហើយខ្លះទៀតគ្មានសំណាងតើសំណាងកើតឡើងដោយរបៀបណាតើយើងអាចកំណត់បទហេតុទាំងនោះបានឬទេតើមនុស្សសំណាងខុសពីមនុស្សគ្មានសំណាងត្រង់ណាខ្ញុំយល់ថាសំណាងមិនមែនជារឿងចៃដន្យទេហើយលោក Brian Tracy ក៏បានបញ្ជាក់ក្នុងសៀវភៅរបស់គាត់ផងដែរនៅទំព័រទី85 Conclusion Success is predictable ថាភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេឬដោយសារសំណាងនោះទេខ្ញុំយល់ថាវាជាលទ្ធផលនៃឥទ្ធិពលរបស់មិត្តភាពដែលមានលក្ខណៈបែបជាសំណាញ់ពីពីង Spider Web Effect ជនណាដែលបានកសាងមិត្តភាពបែបជាសំណាញ់ពីពីងជាច្រើនតែមានសំណាងមានន័យថាគាត់មានបណ្ដាញទំនាក់ទំនងនិងមិត្តភាពជាច្រើនទៅមកវិញជនណាដែលពុំបានកសាងមិត្តភាពបែបសំណាញ់ពីពីងនោះទេច្រើនតែពុំសូវមានសំណាងនោះទេឬយើងអាចនិយាយបានថាបើយើងមានទំនាក់ទំនងកាន់តែច្រើនក្នុងជីវិតក៏សាងមិត្តភាពដ៏ល្អកាន់តែច្រើនកាលណាពុំសូវមានទំនាស់ឬសត្រូវហើយយើងជួយមនុស្សកាន់តែច្រើនកាលណានោះមនុស្សភាគច្រើននឹងមានអារម្មណ៍វិជ្ជមានជាមួយយើងពេលនោះហើយពេលនោះហើយតែយើងកាន់តែមានសំណាងច្រើនឡើងហើយចំណុចចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍ក្នុងសភៅនេះសម្រាប់ខ្ញុំគឺអ្នកគឺជាអ្នកគ្រប់គ្រងលើសំណាងរបស់ខ្លួនឯង You are in control of your own luck តើវាមិនគួរឲ្យភ្ញាក់ផ្អើលទេឬដើម្បីទទួលបានសំណាងឲ្យសំណាងល្អឲ្យកាន់តែច្រើនគ្រាន់តែបង្កើតទំនាក់ទំនងល្អឲ្យបានកាន់តែច្រើនទាំងនៅទីជិតនិងទីឆ្ងាយតើស្ដាប់ទៅវាសមហេតុផលដែរទេអញ្ចឹងឧទាហរណ៍ថាមានម្នាក់ក្នុងចំណោមមិត្តដែលបងប្អូនមានទំនាក់ទំនងល្អជាមួយគាត់បានជួបប្រទះនឹងឱកាសដ៏ធំមួយដែលវាត្រូវនឹងបងប្អូនចំណុចពិសេសនោះគឺគាត់នឹងប្រាប់បងប្អូនមែនទេគាត់នឹងប្រាប់បងប្អូនប៉ុន្តែផ្ទុយមកវិញបើបងប្អូនមិនបានស្គាល់គាត់ទេនោះបងប្អូនក៏ហែលជានឹងពុំបានទទួលឱកាសដ៏ធំនោះទេហើយបងប្អូននឹងបាត់បង់ឱកាសនោះ
មានន័យថាបងប្អូនបាត់បង់សំណាងនេះបាត់ទៅហើយដូច្នេះបើបងប្អូនមិនបានកសាងមិត្តភាពបែបសំណាញ់វិញក្នុងជីវិតបងប្អូនទេគឺបងប្អូននឹងពុំសូវជាមានសំណាងល្អនោះទេព្រោះបងប្អូននឹងបាត់បង់ឱកាសឬរឿងល្អជាច្រើនដូច្នេះសូមបងប្អូនបន្តកសាងបណ្ដាញមិត្តភាពរបស់បងប្អូនតទៅទៀតហើយព្យាយាមបង្កើននិងចាប់យកឱកាសល្អទាំងនោះនៅពេលដែលវាមកដល់មនុស្សល្ងងមិនទាំងស្គាល់ឱកាសផងមនុស្សធម្មតារងចាំឱកាសមនុស្សឆ្លាតចេះស្វែងរកឱកាសតែមនុស្សអស្ចារ្យចេះបង្កើតឱកាសកន្លែងនេះឯងគឺមនុស្សអស្ចារ្យបង្កើតឱកាសសង្ឃឹមថាបងប្អូននឹងអាចបង្កើតឱកាសជាច្រើនផ្ដល់ឲ្យខ្លួនឯងនិងអ្នកដទៃផងដែរខ្ញុំផ្ទាល់ក៏បានបង្កើតមិត្តភាពជាច្រើននិងមានលក្ខណៈរឹងមាំដែលអាចនិយាយបានថាជាមិត្តភាពដែលប្រៀបដូចជាបងប្អូនផងដែរប៉ុន្តែដើម្បីធ្វើរឿងនេះបានបងប្អូនគួរយល់ឲ្យច្រើនអំពីមនុស្សហើយនោះបងប្អូនត្រូវការ people skill ជំនាញមនុស្សសាស្ត្រផងដែរហើយខ្ញុំបានឆ្នៃចេញជា people skill នេះមកខ្លាយជាពណ៌នៃមនុស្សដើម្បីឲ្យងាយយល់និងសិក្សាពីមនុស្សប៉ុន្តែថ្ងៃនេះមកប្រហែលខ្ញុំមិនមែនបកស្រាយពីពណ៌នៃមនុស្សនោះទេដូច្នេះយើងបន្តទៀតតាក់ទងជាមួយនឹងចំណុចបណ្ដាចំណុចនេះខ្ញុំក៏មានរូបមន្តមួយដែរហើយសង្ឃឹមថាបងប្អូននឹងអាចទទួលបាននៅតម្លៃនិងអត្ថប្រយោជន៍ជាច្រើនអំពីរូបមន្តនេះហើយប្រើវាដើម្បីបង្កើនបណ្ដាញចំណុចដ៏ថ្លៃថ្លារបស់បងប្អូនហើយរូបមន្តនោះគឺ network បូកជាមួយនឹង system ស្មើនឹង relationship មានន័យថាបណ្ដាញបូកជាមួយនឹងប្រព័ន្ធស្មើនឹងចំណេះចំណូលម្ដងទៀត network គឺបណ្ដាញបូកជាមួយនឹង system គឺប្រព័ន្ធស្មើនឹង relationship គឺទំនាក់ទំនងអញ្ចឹងបន្តទៀតសូមបងប្អូនមើលរូបនេះតើបងប្អូនមើលឃើញរូបនេះមានចលណាឬគ្មានចលណាអញ្ចឹងប្រហែលជាបងប្អូនខ្លះមើលឃើញថារូបនេះមានចលនាហើយខ្លះទៀតមើលឃើញថាវាគ្មានចលនាដូច្នេះបងប្អូនដែលមើលឃើញមានចលនាគឺមិនមានអ្វីខុសទេហើយបងប្អូនដែលមើលឃើញគ្មានចលនាក៏មិនមានអ្វីខុសដែរអ្វីដែលខ្ញុំចង់បង្ហាញនោះគឺបងប្អូនដែលមើលឃើញគ្មានចលនានោះព្រោះតែបងប្អូនដោតទៅលើចំណុចតែមួយនៃរូបទាំងមូលប៉ុន្តែបងប្អូនដែលមើលឃើញមានចលនាគឺព្រោះតែបងប្អូនដោតទៅលើរូបទាំងមូលដែលធ្វើឲ្យវាមានទំនាក់ទំនងនឹងគ្នាហើយបង្កើតបានជាបណ្ដាញដូច្នេះជាលទ្ធផលវាធ្វើឲ្យមានដំណើរការនោះគឺចលនានេះឯងស៊ូឲ្យបាត់បង់លុយតែកុំឲ្យបាត់បង់មនុស្សហើយសម្រាប់ខ្ញុំនោះគឺដំណោះស្រាយដ៏ល្អគឺហើយគំនិតដ៏ល្អគឺមានហើយនឹងមានប្រសិទ្ធភាពនោះគឺសិក្សាពីមនុស្សឲ្យបានច្រើនហើយយកអ្វីដែលបងប្អូនបានសិក្សានិងយល់ពីមនុស្សទាំងនោះមកប្រើដើម្បីកសាងមិត្តភាពដ៏រឹងមាំបែបសំណាញ់ពីឬបែបបណ្ដាញនេះឯងពិតណាស់គ្មាននរណាអាចជំនាញចំពោះរឿងមហន្តរាយដែលនឹងកើតឡើងដោយចៃដន្យបានទេប៉ុន្តែយើងអាចនឹងការពារខ្លួនបានដោយការបង្កើតទំនាក់ទំនងល្អជាមួយបណ្ដាញនៃមនុស្សជាច្រើនដែលយើងធ្លាប់បានជួយនឹងធ្វើឲ្យទំនាក់ទំនងនោះប្រៀបដូចជាសាច់ញាតិហើយនឹងការប្រតិភាពនឹងគ្នាសិក្សាពីវាអ្វីដែលត្រូវធ្វើនិងរបៀបធ្វើហើយចាប់ផ្ដើមកសាងវាភ្លាមគឺមិត្តភាពបែបសំណាញ់ពីគឺបែបបណ្ដាញហើយស្រឡាញ់វានិងថែរក្សាវានោះវានឹងនៅជាមួយបងប្អូនរហូតអាចនឹងអស់មួយជីវិតក៏ថាបានប៉ុន្តែដំណឹងអាក្រក់នោះគឺមនុស្សឥឡូវភាគច្រើនមិនទៅជាបាននិយាយគ្នាច្រើនទេហើយមនុស្សភាគច្រើនតែងតែត្រូវការប្រយោជន៍ផ្ទាល់ខ្លួនឧទាហរណ៍មនុស្សភាគច្រើនទៅសួរថាតើពួកគេបានអ្វីពីការធ្វើរឿងនេះឬរឿងនោះជាភាសាអង់គ្លេសនោះគឺ what in it for me what in it for me តើពួកគេនឹងបានប្រយោជន៍អ្វីពីការធ្វើរឿងនេះឬក៏រឿងនោះដោយហេតុនេះពួកគេភាគច្រើនក៏មើលឃើញឬយល់ថាធម្មជាតិនៃមនុស្សគឺអាក្រក់និងអាស្មារតីយើងបែបនេះឯងប៉ុន្តែនឹងល្អមកវិញព្រោះក្នុងគ្រោះគឺមានលៀបហើយក្នុងលៀបក៏មានគ្រោះដែរដំណឹងល្អនោះគឺដោយសាររឿងអាក្រក់ទាំងនោះគឺខ្លាចជាឱកាសដ៏ធំសម្រាប់បងប្អូនឥឡូវបងប្អូនត្រូវតែមានចំណង់យ៉ាងពិតប្រាកដដើម្បីជួយអ្នកដទៃហើយបងប្អូនមិនអាចលះបន្លំបានទេព្រោះមនុស្សដទៃមិនដឹងថាបងប្អូនធ្វើវាចេញពីចិត្តពិតឬមិនមែន
ការដែលមានចំណងយ៉ាងពិតប្រាកដជួយអ្នកទៅនឹងបំបែករបាំងអាត្មានិយមហើយជំរុញឲ្យបងប្អូនអាចជោគជ័យដោយតម្លៃមួយដ៏ថ្លៃថ្លាដោយដែលលោកវិទ្យាក៏បាននិយាយថាអ្នកនឹងមានអ្វីដែលអ្នកចង់បានក្នុងជីវិតប្រសិនបើអ្នកអាចជួយអ្នកទៅឲ្យទទួលបាននៅអ្វីដែលគេចង់បាន You can have everything in life you want if you help enough other people get what they want ការជឿជាក់និងទឹកចិត្តជាបេះដូងនៃភាពជោគជ័យដ៏ពិតប្រាកដនិងមានតម្លៃដូច្នេះបងប្អូនត្រូវយកវាឲ្យបានដើម្បីជោគជ័យជាមួយនឹងតម្លៃដ៏ថ្លៃថ្លាហើយវាកើតចេញពីការធ្វើរឿងល្អៗចេញពីបេះដូងពិតប្រាកដជាច្រើននិងជាញឹកញាប់សម្រាប់មនុស្សដែលនៅជុំវិញខ្លួនបងប្អូនដូច្នេះជាចុងក្រោយតើតើនៅចំណុច relationship នេះគឺបណ្ដាញទំនាក់ទំនងនេះគឺខ្ញុំក៏មានរូបមន្តមួយទៀតដែរដែលបង្ហាញអំពីសំណាងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអាចទទួលបានតម្លៃឬអត្ថប្រយោជន៍ជាច្រើនអំពីរូបមន្តនេះហើយប្រើវាដើម្បីបង្កើនបណ្ដាញទំនាក់ទំនងដ៏ថ្លៃថ្លាព្រមទាំងសំណាងរបស់បងប្អូនរូបមន្តនោះគឺ you បូកជាមួយនឹង people ស្មើនឹង luck អ្នកបូកជាមួយនឹងមនុស្សស្មើនឹងសំណាងម្ដងទៀត you គឺអ្នកបូកជាមួយនឹង people គឺមនុស្សស្មើនឹង luck គឺសំណាងដូច្នេះបងប្អូនមានទំនាក់ទំនងកាន់តែច្រើនកាលណានឹងស្គាល់មនុស្សក្នុងផ្លូវត្រូវកាលណាមនុស្សឱកាសនឹងរឿងល្អៗព្រមទាំងសំណាងល្អក៏នឹងកើតឡើងចំពោះបងប្អូនច្រើនផងដែរប៉ុន្តែក៏មានបងប្អូនខ្លះធ្លាប់លើកឡើងដែរថាហើយចុះបើខ្ញុំដើរស្រាប់តែរើសបានលុយដូច្នេះវាជាសំណាងរបស់ខ្ញុំដែលតែដល់មែនទេហើយវាគ្មានអ្វីតាក់ទងនឹងអ្វីដែលបានបកស្រាយដូចខាងលើនេះទេអញ្ចឹងសូមបងប្អូនតាគិតទៅមើលបើគ្មានមនុស្សតែធ្វើឲ្យជ្រុះបាត់លុយនោះទេតើបងប្អូនអាចមានឱកាសរើសវាបានដែរទេលុយនោះវាមិនមែនធ្លាក់ពីលើមេឃមកនោះទេគិតមែនទេដូច្នេះម្ដងទៀត you បូកជាមួយនឹង people ស្មើនឹង luck អ្នកបូកជាមួយនឹងមនុស្សស្មើនឹងសំណាង